គាថាធម្មបទយមកវៈទី1រឿងនៃចន្ទៈសុករិកៈព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្ររពនៅបរោះសម្រាប់ជ្រូកម្នាក់ឈ្មោះចន្ទៈសុករិកៈនៃចន្ទៈសុករិកៈនេះជាមនុស្សគ្មានសិលធម៌ប្រាសចាកនូវមេត្តាចិត្តគិតតែអំពីការសម្លាប់ជ្រូកយកសាច់លក់ចិញ្ចឹមជីវិតអស់រយៈពេល55ឆ្នាំគាត់មិនដែលបានធ្វើបុណ្យឲ្យទានបន្តិចសោះថ្ងៃដែលគាត់បានឃើញបាបកម្មដល់កាយសាហាវរបស់គាត់នោះគឺជាថ្ងៃដែលគាត់ចិត្តនឹងស្លាប់គាត់មាននៅសេចក្តីក្តៅក្រហាយអន្ទះអន្ទែងវាទៅវាមកបីដូចជាភ្លើងនៅក្នុងអវិជ័យមហានរកដុតប្ររៀលទាំងរូបកាយទាំងនៅរស់ឬបំរាស់ននាលដូចជាសត្វជ្រូកដែលគាត់សម្លាប់ដោយយកទឹកក្តៅច្រកនៅក្នុងមាត់ដើម្បីសម្លាប់យ៉ាងនោះឯងគាត់ទទួលនៅទុក្ខវេទនាបែបនេះរហូតដល់ទៅ7ថ្ងៃទើបបានធ្វើនៅមរណកាលទៅកើតសោយទុក្ខវេទនាក្នុងអវិជ័យមហានរកនៅពេលដែលនាយចន្ទៈសុករិកៈកំពុងតែទទួលនៅទុក្ខវេទនារវាង7ថ្ងៃនោះភិក្ខុទាំងឡាយបាននិមន្តទៅបិណ្ឌបាតនៅក្បែរផ្ទះគាត់ហើយបានឮនៅសូរសំឡេងសម្រែកទួញយំដូចជាសត្វជ្រូកទើបនាំគ្នាយករឿងនេះទៅក្រាបទូលដល់ព្រះសាស្តាព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ថាសំឡេងនោះគឺមិនមែនជាសំឡេងជ្រូកស្រែកទេគឺជាសំឡេងរបស់នាយចន្ទៈសុករិកៈហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអ៊ីធៈសោចតិពេចៈសោចតិបាបការីឧភយដ្ឋសោចតិសោចតិសោវិហញ្ញតិទិស្វាកម្មកិលដ្ឋមត្តណោបុគ្គលអ្នកធ្វើបាបតែងសោកស្ដាយក្នុងលោកទាំងពីរគឺសោកស្ដាយក្នុងលោកនេះផងក្នុងលោកខាងមុខផងបុគ្គលនោះតែងសោកស្ដាយក្តៅក្រហាយព្រោះអំពើដ៏សៅហ្មងរបស់ខ្លួនសូមអនុមោទនា